រឿងចចកកាលពីព្រេងនាយមានសត្វចចកមួយក្បាលកំពុងដើរស្វែងរកចំណីវាដើរទៅក៏ប្រទះឃើញនឹងទឹកថ្លុកមួយកន្លែងដែលជិតរីងស្ងួតអស់ទៅហើយមានត្រីកំពឹសក្តាមខ្យងជាច្រើនវាហៀបនឹងចាប់ស៊ីទៅហើយពេលនោះក៏មានកំពឹសមួយចេញមកនិយាយថាខ្លួនពួកខ្ញុំប្រឡាក់ណាស់បើបងចង់ស៊ីយកពួកខ្ញុំទៅដាក់នៅទឹកថ្លាសិនទៅចចកគិតមួយសន្ទុះហើយក៏យល់ព្រមចចកក៏ចុះក្នុងទឹកថ្លុកដើម្បីឲ្យសត្វទាំងនោះតោងរោមរបស់វាដើរទៅក៏ដល់បឹងធំមួយកន្លែងពួកវាក៏លោតចេញពីខ្លួនចចកមុជទៅទឹកជ្រៅអស់រលីងទៅធ្វើឲ្យចចកខឹងជាខ្លាំងវាក៏ទៅបបួលអស់សត្វតូចធំមានដំរីខ្លារមាសពស់ថ្លាន់កុកក្អែកដើម្បីបាចទឹកបឹងពស់ថ្លាន់ក៏ពន្លាខ្លួនធ្វើជាទំនប់ផ្អើលអស់សត្វដែលរស់នៅក្នុងទឹកពួកវាភ័យណាស់ក៏រកវិធីដោះស្រាយពេលនោះត្រីក្រាញ់ក៏ស្ម័គ្រចិត្តចេញទៅរកសភាទន្សាយដើរទៅក៏បានជួបនឹងសភាទន្សាយត្រីក៏បានប្រាប់ពីដំណើរដើមតងស្ដាប់យល់ហើយក៏ដើរសំដៅទៅបឹងនោះសភាទន្សាយបានយកស្លឹកឈើធ្វើជាសាររបស់ព្រះឥន្ទស្រែកប្រាប់សត្វទាំងអស់នោះពួកគេស្ដាប់ហើយភ័យខ្លាំងណាស់មិនហ៊ានកម្រើកសោះភ័យពេកក៏រត់ជាន់គ្នាឯងស្លាប់អស់រលីងហើយក៏คล้ายទៅជាចំណីរបស់សត្វនៅក្នុងទឹកទាំងនោះអស់ទៅសភាទន្សាយក៏វិលត្រឡប់ទៅរកជម្រកវិញ